បាទសួស្តីបាទសូមធ្វើការបម្លែង PCD មក MPC ទាំងអស់គ្នាបាទអញ្ចឹងខ្ញុំសូមធ្វើការបើក CD របស់ខ្ញុំបាទតើវាមាន file ប្រភេទអ្វីបាទអូខេបាទខ្ញុំសូមបាទខាងលើនេះគេដាក់ audio track បាទអញ្ចឹងខ្ញុំសូម preview វាមើលតើជា file ប្រភេទអីដែរបាទប្រភេទបាទចឹងគឺ file CD audio track CDA បាទអូខេអញ្ចឹងសូមធ្វើការបម្លែងជាមួយនឹង MPC បាទខ្ញុំសូមបើក media player មកបាទគឺ Windows Media Player បាទបាទអញ្ចឹងទេសូម click នៅកន្លែងនេះកន្លែង Ano របស់នេះបាទអូខេអញ្ចឹងវាធ្វើឲ្យយើងច្រើនបានន័យថាក្នុង CD គ្រប់បទគឺវាធ្វើឲ្យគ្រប់បទតែម្ដងអញ្ចឹងខ្ញុំសូមដក text ខ្ញុំសូមឧទាហរណ៍ខ្ញុំដើម្បីកុំឲ្យវែងឆ្ងាយគឺធ្វើយកតែមួយដើម្បីយើងរៀបវាបាទអញ្ចឹងមុននឹងរៀបយើងខ្ញុំសូមធ្វើការកែនៅក្នុង setting របស់វាដើម្បីឲ្យខ្លាចជា PCD បាទអូខេអញ្ចឹងចូលរៀប music បាទអញ្ចឹងបាទនឹងយើងដាក់ជា MPC ត្រូវហើយបាទមុនបងវាចេញ Windows Media Audio នេះឯងបាទឥឡូវសូមដាក់ MPC បាទអញ្ចឹងខាងក្រោមនេះយើងមិនបាច់ text ទេយើង save ទុកត្រង់កន្លែងណាដែលយើងត្រូវទុកបាទអញ្ចឹងក្នុង music បាទដល់ this PC music អញ្ចឹងខ្ញុំសូមអូខេបន្ទាប់មកខ្ញុំសូមអូខេបន្ទាប់មកខ្ញុំសូមរៀបតែម្ដងបាទបាទអញ្ចឹងយើងស្កាត់សម្គាល់មើលត្រង់កន្លែងដែលមានពណ៌នេះបាទគឺតែមួយបាទអញ្ចឹងខ្ញុំសូមធ្វើការបើកនៅ file ដែលខ្ញុំបានរៀបរាល់បាទអញ្ចឹងសូមចូលដល់ music នេះបាទនេះចូល Ano បាទអូខេអញ្ចឹងគឺមួយ file នេះហើយបាទ trigger 1ហើយអញ្ចឹងខ្ញុំសូម protect វាមើលបាទអូខេឥឡូវខ្លាចទៅជា file MPC file បាទ MPC រួចទៅហើយរួចរាល់ទៅហើយបាទអញ្ចឹងខ្ញុំសូមចាក់ស្ដាប់ទៅមើលបាទតើវាដំណើរការឬអត់បាទសត្វ3បាទអូខេឃើញថាដំណើរការបាទសូមអរគុណណាស់ដែលបានតាមដានទស្សនាបាទអញ្ចឹងបាទសូមជួយ subscribe និងសូមជួយ comment បាទរបស់ឆ្កងត្រង់ណាសូមអធិស្ឋានបាទសូមអរគុណបាទ